ទាំងនេះគឺជាផ្លែម្ទេសដែលមានទំហំធំហើយវែងដោយម្ទេសនេះមានប្រវែងរហូតដល់11អ៊ីងឯណោះដោយអ្នកទាំងអស់គ្នាប្រហែលជាមិនធ្លាប់ឃើញសម្រាប់ admin ក៏មិនដែលឃើញដូចគ្នាដោយម្ទេសនេះនៅក្នុងស្រុកដាវហ្វេងនៅចៃស៊ូនៅក្នុងប្រទេសចិនសម្រាប់ជីវជាតិដីក៏ដូចជាកសិករដែលពួកគេបានរស់នៅក្នុងតំបន់នោះពួកគេតែងតែដាំដំណាំម្ទេសយក្សនេះដោយទីផ្សារនៅទីនោះគឺមានតម្លៃខ្ពស់និងមានទីផ្សារល្អជាទីបំផុតដោយពួកគេដាំនៅក្នុងតម្រូវការសម្រាប់ក្នុងស្រុកស្ទើរតែមិនគ្រប់គ្រាន់ផងឆ្លៀតនាំចេញទៅក្រៅប្រទេសដោយម្ទេសនេះគឺមិនហិលខ្លាំងនោះទេអ្នកទាំងអស់គ្នាប្រហែលជាអាចនឹងចង់ភ្លក់សម្រាប់ admin ក៏ចង់ភ្លក់ដូចគ្នាដែរម្ទេសនេះគឺហិលល្មមសម្រាប់រសជាតិរបស់វាគឺឆ្ងាញ់ជាងម្ទេសផ្លោកដល់ហ្វុងសម្រាប់ម្ទេសមួយប្រភេទនេះគេគឺយកទៅធ្វើជាប្រេងម្ទេសហើយនឹងទឹកម្ទេសជាការពិតណាស់សម្រាប់ប្រជាជនដែលរស់នៅក្នុងប៉ែកអាស៊ីយើងនេះតែងតែនាំគ្នាដាំដំណាំក៏ដូចជាស្រូវអង្ករដើម្បីយកទុកហូបក៏ប៉ុន្តែប្រជាជនដែលរស់នៅក្នុងដាវហ្វេងនៅក្នុងជេវស៊ូនៅក្នុងប្រទេសចិននេះពួកគេគឺនាំគ្នាដាំម្ទេសដើម្បីបង្កើនទិន្នផលនិងមានទីផ្សារសម្រាប់លក់ព្រោះអីដីនៅតំបន់នេះគឺដាំម្ទេសគឺហាក់បីដូចជាបង្កើននៅទិន្នផលបានខ្ពស់ជាងដំណាំស្រូវសម្រាប់ប្រជាជនដែលរស់នៅក្នុងប្រទេសចិនពួកគេទាំងនោះគឺចូលចិត្តហូបប្រេងម្ទេសហើយនឹងទឹកម្ទេសដោយម្ទេសនោះសុទ្ធសឹងតែជាម្ទេសធម្មជាតិតើអ្នកទាំងអស់គ្នាចង់បានពូជម្ទេសនេះដើម្បីយកមកដាំដែរឬទេសម្រាប់ admin ក៏ចង់បានពូជម្ទេសនេះដើម្បីយកមកដាំដែរសូមកុំភ្លេចចុច like និង subscribe follow ម្នាក់មួយដើម្បីជាកម្លាំងចិត្តដល់ admin និងទទួលបាននៅវីដេអូប្លែកៗនិងវីដេអូដែលមានគុណប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នា